ការចែកម្លែកទៅនឹងចំណេះដឹងគឺជាកត្តាមួយដ៏សំខាន់ដើម្បីអភិវឌ្ឍវិស័យស្ថាបត្យកម្មនៅប្រទេសកម្ពុជារបស់យើងចំជាដំបូងខ្ញុំសូមធ្វើការជម្រាបសួរដល់ភ្ញៀវកិត្តិយសទាំងអស់គ្នាដែលមានវត្តមាននៅក្នុងទីនេះក្នុងនាមក្រុមហ៊ុន Live Green ខ្ញុំសូមធ្វើការថ្លែងអំណរគុណជាដំបូងយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់លោកអ្នកទាំងអស់គ្នាដែលបានមកចូលរួមក្នុងកម្មវិធី Architecture ថ្ងៃនេះគឺថ្ងៃលើកទី12ហើយយើងបានប្រព្រឹត្តកម្មវិធីនេះឡើងអញ្ចឹងវត្តមានរបស់លោកអ្នកគឺជាកម្លាំងចិត្តមួយយ៉ាងសំខាន់ដែលជំរុញឲ្យក្រុមហ៊ុនរបស់យើងនៅតែបន្តបង្កើតកម្មវិធី event និងសកម្មភាពថ្មីៗដើម្បីរួមចំណែកលើកកម្ពស់វិស័យស្ថាបត្យកម្មនិងសំណង់នៅក្នុងប្រទេសកម្ពុជាយើងអញ្ចឹងនៅក្រុមហ៊ុន Live Green គឺយើងជឿជាក់ថាការចែកម្លែកទៅនឹងចំណេះដឹងគឺជាកត្តាមួយដ៏សំខាន់ដើម្បីអភិវឌ្ឍវិស័យស្ថាបត្យកម្មនៅប្រទេសកម្ពុជារបស់យើងហើយដូច្នេះហើយបានយើងនៅតែបន្តរៀបចំកម្មវិធី Architecture ដើម្បីបង្កើតវេទិកាមួយសម្រាប់បងប្អូនស្ថាបត្យករអ្នក design និងអ្នកជំនាញនានាទាំងអស់ហ្នឹងបានមកចូលរួមដើម្បីផ្លាស់ប្ដូរបទពិសោធន៍និងស្វែងយល់អំពីផលិតផលថ្មីៗរបស់ក្រុមហ៊ុនយើងសង្ឃឹមថាកម្មវិធីនៅថ្ងៃនេះនឹងក្លាយជាវេទិកាមួយដែលរួមចំណែកលើកកម្ពស់គុណភាពទៅលើវិស័យស្ថាបត្យកម្មនៅក្នុងប្រទេសកម្ពុជារបស់យើងហើយក្រុមហ៊ុន Live Green របស់យើងមិនមែនត្រឹមតែផ្គត់ផ្គង់ទៅលើផលិតផលសំណង់ដែលមានគុណភាពនោះឡើយគឺយើងបដិញ្ញាចិត្តគ្រប់គ្រងទៅលើកិច្ចការងាររបស់បងប្អូននៅក្នុងវិស័យស្ថាបត្យកម្មនិងសំណង់ដើម្បីចង់ឲ្យខ្លាយទៅជាដៃគូមួយរួមដំណើរគ្នាដ៏ល្អជូនទៅដល់បងប្អូនបាទហើយលើសពីនេះទៅទៀតគឺ Live Green នឹងបន្តរៀបចំកម្មវិធីដែលផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ស្ថាបត្យកម្មដូចជា Architecture ដែលបងប្អូនបានចូលរួមនៅថ្ងៃនេះហើយយើងក៏បានចូលរួមទៅនឹងកម្មវិធីស្ថាបត្យកម្មជាច្រើនដែរមានដូចជា Index Expo ហើយនិង Exhibition ផ្សេងៗទៀតហើយលើសពីនេះទៅទៀតគឺក្រុមហ៊ុនយើងអានេះខ្ញុំសូមវាជាកម្មវិធីមួយដែលសម្ងាត់ប៉ុន្តែខ្ញុំសូមបញ្លេចថ្ងៃនេះបន្តិចចុះគឺមានគម្រោងរៀបចំកម្មវិធីប្រកួតស្នាដៃស្ថាបត្យកម្មបាទដើម្បីផ្ដល់ឱកាសឲ្យបងប្អូនស្ថាបត្យករអ្នក design និងនិស្សិតទាំងអស់បានបង្ហាញស្នាដៃ design របស់ខ្លួនហើយកម្មវិធីនេះយើងនឹងបង្ហាញព័ត៌មាននៅថ្ងៃមុខទៀតបាទហើយជាមួយគ្នានេះយើងក៏ចង់ធ្វើការថ្លែងអំណរគុណដល់ក្រុមហ៊ុន Karen Cambodia ដែលបានជួយឧបត្ថម្ភម៉ូតូមួយគ្រឿងដើម្បីជារង្វាន់ធំសម្រាប់អ្នកដែលបានចូលរួមមានសំណាងដែលយើងនឹងធ្វើការចាប់រង្វាន់ម៉ូតូ Karen ហ្នឹងនៅចុងឆ្នាំបាទយើងនឹងប្រមូលទិន្នន័យឈ្មោះដែលបាន sign up មកទាំងអស់គ្នាហ្នឹងយើងនឹងយកឈ្មោះនោះធ្វើជាការចាប់រង្វាន់បាទ lucky draw ដើម្បីឈ្នះម៉ូតូ Karen មួយគ្រឿងអញ្ចឹងជាចុងក្រោយខ្ញុំសូមធ្វើការថ្លែងអំណរគុណដល់ស្ថាបត្យករអ្នក design និងអ្នកជំនាញនិងដៃគូសហការជាពិសេសគឺក្រុមហ៊ុន Karen Cambodia ហ្នឹងដែលបានចូលរួមចំណែកធ្វើកម្មវិធីនេះមានភាពរលូននិងបានជោគជ័យទៅមុខបាទសូមអរគុណ